ចាសូមគោរពសម្ដេចទ្រង់អាយដាមលោកជំទាវលោកស្រីនិងប្រិយមិត្តដែលកំពុងតែទស្សនានៅកម្មវិធីផ្សាយនៅក្នុងថ្ងៃនេះជាទីរាប់អានចានាងខ្ញុំខួនឌីណាជានាយករងសាលាបច្ចេកទេសថៃក៏វិទ្យាសាស្ត្រហើយនឹងជាអ្នកសម្របសម្រួលនៅក្នុងការជជែកក្នុងថ្ងៃនេះសាកលវិទ្យាល័យមានសេចក្តីសំណោះរីករាយក្រៃលែងដែលបានអញ្ជើញវាគ្មិនចំនួន2រូបមកធ្វើការជជែកស្វែងយល់អំពីវិជ្ជាជីវៈសុខាភិបាលហើយថ្ងៃនេះគឺយើងមានគោលបំណងស្វែងយល់អំពីវិជ្ជាជីវៈសុខាភិបាលមួយដែលមានឈ្មោះថាជីវៈវិស្វកម្មជីវៈវិទ្យាសាស្ត្រចាហើយ topic របស់យើងក្នុងថ្ងៃនេះគឺនិយាយអំពីថាតើវិជ្ជាជីវៈវិស្វកម្មជីវៈវិទ្យាសាស្ត្រចូលរួមថែរក្សាសុខុមាលភាពពេញមួយជីវិតដល់យើងទាំងអស់គ្នាយ៉ាងដូចម្តេចអញ្ចឹងថ្ងៃនេះយើងមានកិត្តិយសដែលបានការអញ្ជើញចូលរួមពីវាគ្មិនចំនួន2រូបក្នុងនោះវាគ្មិនទី1គឺលោកឆោមសាក់បូរីចាសូមអនុញ្ញាតជម្រាបសួរលោកចាអញ្ចឹងលោកឆោមសាក់បូរីលោកជាប្រធានផ្នែកឧបករណ៍បរិក្ខារជីវវិទ្យាសាស្ត្រនៃមន្ទីរពេទ្យកាល់ម៉ែតលោកបានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មជីវវិទ្យាសាស្ត្រនៅឆ្នាំ2015ហើយលោកបានបន្តការសិក្សាផ្នែកអនុបណ្ឌិតខាងរូបវិទ្យានុយក្លេអ៊ែរនិងការអនុវត្តលោកបានបញ្ចប់ការសិក្សាត្រឹមថ្នាក់បញ្ញាបត្រជាន់ខ្ពស់នេះហើយលោកបានបន្តការធ្វើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរយៈពេលជិត10ឆ្នាំនៅក្នុងតួនាទីជាអ្នករូបវិទ្យាវិទ្យាសាស្ត្រនិងជាវិស្វករជីវវិទ្យាសាស្ត្រហើយបន្តពីនោះលោកបានបន្តការធ្វើការងារនៅមន្ទីរពេទ្យកាល់ម៉ែតក្នុងនាមជាអ្នករូបវិទ្យាវិទ្យាសាស្ត្រនិងជាវិស្វករជីវវិទ្យាសាស្ត្រដូចគ្នាដែរជាមួយគ្នានេះលោកក៏បានចូលរួមនៅក្នុងការកែសម្រួលកម្មវិធីសិក្សាជាតិថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវិទ្យាសាស្ត្រជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលផងដែរហើយក្រៅពីការងារជាអ្នកវិស្វកម្មជីវវិទ្យាសាស្ត្រលោកក៏បានចូលរួមចែករំលែកចំណេះដឹងចូលរួមក្នុងការបណ្ដុះបណ្ដាលនិស្សិតជំនាន់ថ្មីដែលលោកចូលរួមជាគ្រូវិទ្យាការនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅក្នុងជំនាញវិស្វកម្មជីវវិទ្យាសាស្ត្រនេះផងដែរចា៎វាគ្មិនទី2គឺកញ្ញាហួតកំហួយកញ្ញាគឺជាគ្រូបង្រៀនពេញម៉ោងផ្នែកវិស្វកម្មជីវវិទ្យាសាស្ត្រនៅសាលាបច្ចេកទេសថែទាំវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកញ្ញាបានបញ្ចប់ថ្នាក់វិស្វករវិស្វកម្មគីមីនៅឆ្នាំ2019ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហើយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រប៉ូលីមែរនៅឆ្នាំ2023មកពីសាកលវិទ្យាល័យจุฬាលង្កនបច្ចុប្បន្នកញ្ញាកំពុងតែបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងហើយកញ្ញាក៏ជាអ្នកស្រាវជ្រាវតាក់ទងជាមួយនឹង biomedical material ហើយនឹងជាអ្នកសម្របសម្រួលផ្នែកវិទ្យាសាស្ត្រផងដែរបច្ចុប្បន្នកញ្ញាគឺជាគ្រូបង្រៀនពេញម៉ោងនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចាសូមគោរពជំរាបសួរម្ដងទៀតចាអញ្ចឹងដើម្បីកុំឲ្យខាតពេលខ្ញុំសូមអនុញ្ញាតចាប់ដើមតែម្ដងព្រោះប្រិយមិត្តប្រកបជារងចាំស្ដាប់ហើយថាតើវិជ្ជាជីវៈវិស្វកម្មជីវវិទ្យាសាស្ត្រនេះមានសារៈសំខាន់អ្វីខ្លះនៅក្នុងការថែរក្សាសុខភាពចាប់ដើមតាំងពីកើតរហូតដល់ចាស់នឹងអញ្ចឹងសំណួរទី1ខ្ញុំសូមអនុញ្ញាតសួរទៅវាគ្មិនទី1គឺលោកបូរីចាសូមអនុញ្ញាតសួរខ្ញុំសូមអនុញ្ញាតឲ្យលោកគ្រូតែម្ដងលោកគ្រូចាអញ្ចឹងទី1ខ្ញុំសូមអនុញ្ញាតសួរលោកគ្រូសូមឲ្យលោកគ្រូជួយបកស្រាយបន្តិចថាតើស្អីទៅជាវិជ្ជាជីវៈវិស្វកម្មជីវវិទ្យាសាស្ត្រនេះហើយវាមានសារៈសំខាន់យ៉ាងដូចម្តេចដែរលោកគ្រូចាសូមអញ្ជើញលោកគ្រូចាបាទជាបឋមសូមគ្រប់ដល់អាយដាមលោកជំទាវសូមគ្រប់ដល់ក្រុមការងារហើយនឹងប្រិយមិត្តដែលបានទស្សនាតាម live show នេះជំនាញវិស្វកម្មជីវវិទ្យាសាស្ត្រជាភាសាអង់គ្លេសហៅ biomedical engineering ជាជំនាញមួយដែលវាក្តោបមុខជាធំពីរដែលក្នុងនោះមានវិស្វកម្មទ្រឹស្ដីហើយនឹងមានវិទ្យាសាស្ត្រវិទ្យាសាស្ត្រវិស្វកម្មទ្រឹស្ដីនឹងបើយើងច្បាច់តែជ្រុងមួយឬទៅពាក្យតាទ្រឹស្ដីប៉ុន្តែនៅក្នុងនោះយើងរៀនច្រើនមានទ្រឹស្ដីមាន mechanic de fluid ហើយនឹងមាន gas system ឬក៏ហៅថាជាឧស្ម័នឬក៏ជាបន្ថែមពាក្យនៅក្នុងវិទ្យាសាស្ត្ររបស់យើងឧស្ម័នវិទ្យាសាស្ត្រអញ្ចឹងកូនសិស្សត្រូវរៀនពីនឹងដែរតែអញ្ចឹងជាសារៈប្រយោជន៍ដែលដូចអ្នកគ្រូឌីណាលើកឡើងថាតើមានប្រយោជន៍តាំងពីនៅនិយាយទៅសម្រាប់តាំងពីនៅក្នុងផ្ទៃតាំងពីនៅជាទីរូបរហូតទៅដល់យើងចាស់តាំងពីនៅក្នុងផ្ទៃលោកគ្រូពេទ្យអ្នកគ្រូពេទ្យគិលានុបដ្ឋគិលានុបដ្ឋាយិកាដើម្បីឲ្យដឹងថាទីរូបនៅក្នុងផ្ទៃមានសុខភាពល្អឬមិនល្អយើងត្រូវប្រើឧបករណ៍មួយគេឲ្យឈ្មោះថា fetal monitor ដែលនឹងគ្រូពេទ្យត្រូវយកទៅវាស់វែងតាំងពីចង្វាក់បេះដូងតាំងពីភាពចង្កោមក្នុងរបស់ទីរូប
ចឹងឧបករណ៍ហ្នឹងវាត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកជំនាញឧបករណ៍បរិក្ខារជីវវិទ្យាសាស្ត្រដើម្បីធានាថាវាមានដំណើរការជាប្រក្រតីអានេះបើយើងនិយាយតាមពីទីរួចនៅក្នុងផ្ទៃហើយដល់ពេលរហូតដល់កើតមកប្រសូតមកត្រូវបើសុខភាពល្អវាមិនអីទេបើសុខភាពមិនល្អត្រូវបន្តការព្យាបាលនៅខាងផ្នែកមួយដែលគេឲ្យឈ្មោះថាផ្នែកពពុទ្ធនកម្មទីរួចអានោះយើងត្រូវមានឧបករណ៍ច្រើនទៀតព្រោះខ្ញុំមិនបរិយាយឲ្យច្រើននេះខ្ញុំគ្រាន់តែលើកតែឧបករណ៍មួយដែលគេឲ្យឈ្មោះថា high frequency oscillatory ventilator គឺជាឧបករណ៍មួយសម្រាប់ជួយសង្គ្រោះទីរួចដែរហើយនឹងមានឧបករណ៍មួយទៀតដែលគេឲ្យឈ្មោះថា incubator ដែលទីរួចត្រូវរស់នៅដែលយើងចាំនិយាយថាជាដាក់នៅក្នុងកែវបាទហើយឧបករណ៍ទាំងអស់ហ្នឹងគឺសិតតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកជំនាញឧបករណ៍បរិក្ខារជីវវិទ្យាសាស្ត្រលោកគ្រូពេទ្យអ្នកគ្រូពេទ្យឯកទេសលោកគ្រូនុថាគ្រូនុថាយិកាយកទៅប្រើប្រាស់ជាមួយនឹងទីរូបត្រូវធានាថាឧបករណ៍នេះមានដំណើរការល្អមានសុវត្ថិភាពអានេះយើងនិយាយអំពីកើតមកហើយដល់ពេលយើងមនុស្សពេញវ័យពេលដែលយើងមានបញ្ហាសុខភាពយើងទៅប៉ាលោកគ្រូពេទ្យត្រូវតែដឹងថាតើយើងឈឺអីយ៉ាងហោចណាស់ក៏ត្រូវមាន vital sign monitor ជាភាសាអង់គ្លេសដែលអាចយកមកវាស់វែងនៅលើខ្លួនយើងនឹងបាន 3-4 ចំណុចទី1គឺវាស់សីតុណ្ហភាពខ្លួនយើងទី2វាស់សម្ពាធឈាមដែលគេហៅឈ្មោះថា IDP NIDP នោះទី3វាស់កំហាប់អុកស៊ីហ្សែននៅក្នុងឈាមនិងទី4វាស់ចង្វាក់បេះដូងអញ្ចឹងទាំងអស់ហ្នឹងឧបករណ៍ទាំងអស់ហ្នឹងជួនកាលវាមានមួយតែចម្លែកគ្នាជួនកាលមានឧបករណ៍មួយខំបានចូលគ្នា 3-4 មុខនេះបាទអាហ្នឹងក៏សិតតែស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រុមការងារឧបករណ៍បរិក្ខារជីវៈដើម្បីធានាថាឧបករណ៍ទាំងអស់ហ្នឹងវាមានសុខភាពឧបមាថាវាស់សីតុណ្ហភាពដងខ្លួនខ្ញុំចង់និយាយថាវាស់សីតុណ្ហភាពដងខ្លួនមួយទៀតចុះកម្ដៅខ្លួនយើងធម្មតាស្អាតវាចង្អុលតម្លៃផ្សេងអាហ្នឹងវាមានជីវភាពមិនប្រក្រតីរបស់ឧបករណ៍បាទហើយចុះសម្រាប់ដល់ចាស់យើងមកយើងមានបញ្ហាទៅលើផ្លូវទឹកហើរឬក៏មានគ្រោះថ្នាក់អីមួយដែលចៃដន្យត្រូវការចូលទៅសម្រាប់ព្យាបាលនៅក្នុងផ្នែកមួយដែលគេឲ្យឈ្មោះថាផ្នែកពពុទ្ធនកម្មជាភាសាអង់គ្លេសហៅ ICU ភាសាបារាំងហៅ reanimation អញ្ចឹងត្រូវការប្រើប្រាស់ជាមួយម៉ាស៊ីន ventilator អញ្ចឹងម៉ាស៊ីន ventilator គឺជាម៉ាស៊ីនមួយដែលជំនួយទៅដល់ផ្លូវដង្ហើមសម្រាប់អ្នកជំងឺដែលពិបាកនៅក្នុងការដកដង្ហើមអញ្ចឹងត្រូវភ្ជាប់ជាមួយម៉ាស៊ីន ventilator ហើយម៉ាស៊ីន ventilator នោះវាត្រូវប្រើជាមួយឧស្ម័នវិទ្យាសាស្ត្រដែលមានខ្យល់វិទ្យាសាស្ត្រហើយមានអុកស៊ីហ្សែនវិទ្យាសាស្ត្រអានេះក៏ជាជំនាញរបស់ក្រុមការងារ biomedical engineering ដែរដើម្បីធានាថាតើខ្យល់ដែលផ្ដល់ឲ្យនោះវាជាខ្យល់វិទ្យាសាស្ត្រមែនអត់ហើយអុកស៊ីហ្សែនដែលផ្ដល់ឲ្យទៅនោះវាជាអុកស៊ីហ្សែនវិទ្យាសាស្ត្រដែរអត់តែអញ្ចឹងបើនិយាយអំពីវិទ្យាសាស្ត្រនិយាយពីអុកស៊ីហ្សែនខ្ញុំគ្រាន់តែប្រហែលបន្តិចនៅក្នុងធម្មជាតិរបស់យើងនៅកន្លែងណាក៏ដោយអុកស៊ីហ្សែនមានកំហាប់តែ 21% សម្រាប់មនុស្សយើងធម្មតាយើងដកអុកស៊ីហ្សែនតែ 21% គ្រប់គ្រាន់ហើយដែលស្គូបយើងល្អអញ្ចឹងដល់ពេលវាស់កំហាប់អុកស៊ីហ្សែននៅក្នុងឈាមឡើងដល់97ចំណែកអ្នកជំងឺគាត់មានបញ្ហាអញ្ចឹងត្រូវធានាថាអុកស៊ីហ្សែនជាអុកស៊ីហ្សែនវិទ្យាសាស្ត្រខ្ញុំនិយាយអំពីស្តង់ដារដែលខ្ញុំទៅរៀននៅប្រទេសបារាំងកំហាប់ចាប់ពី 90% ឡើងទៅបានឲ្យឈ្មោះថាជាអុកស៊ីហ្សែនវិទ្យាសាស្ត្រអញ្ចឹងអានឹងក៏ស្ថិតនៅក្រោមនិយាយទៅវាស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អ្នកឧបករណ៍បរិក្ខារជីវវិទ្យាសាស្ត្រនឹងតែម្ដងបាទអញ្ចឹងសំណួររបស់អ្នកគ្រូសួរមិញនេះអ្នកជំនាញឧបករណ៍បរិក្ខារជីវវិទ្យាសាស្ត្រចូលរួមចំណែកតាំងពីទីរួចនៅក្នុងផ្ទៃរហូតដល់ចាស់ ចាអរគុណចាលោកគ្រូអញ្ចឹងលោកគ្រូមិនត្រឹមតែបានបកស្រាយអំពីតើអ្វីទៅជាជំនាញវិស្វករជាវិស្វកម្មជីវវិទ្យាសាស្ត្រទេលោកគ្រូបានលើកពីសារៈសំខាន់តាំងពីទីរួចនៅក្នុងផ្ទៃសម្រាប់មនុស្សយើងតាំងពីក្នុងផ្ទៃរហូតដល់ចាស់តែម្ដងចាអញ្ចឹងលោកគ្រូបានឆ្លើយក្តៅទាំងអស់នឹងហើយប៉ុន្តែលោកគ្រូបានលើកមិញបន្តិចហើយអំពីថាតើជាជីវៈនោះវាមិនមែនដូចវិស្វកម្មអគ្គិសនីទេលោកគ្រូមានប្រសាសន៍រៀបដូចពាក់ព័ន្ធបន្តិចអំពីវិស្វកម្មអគ្គិសនីជាមួយនឹងវិទ្យាសាស្ត្រវិទ្យាសាស្ត្រចឹងតើលោកគ្រូអាចលើកឬក៏បញ្យល់បន្ថែមបន្តិចបានទេដើម្បីកុំឲ្យមានការភ័ន្តច្រឡំថាវិជ្ជាជីវៈវិស្វកម្មជីវវិទ្យាសាស្ត្រនេះវាដូចគ្នាជាមួយនឹងវិជ្ជាជីវៈផ្សេងៗទៀតដែរដែលមិនបាច់និស្សិតបើចង់ខ្លាចជាអ្នកជំនាញហ្នឹងមិនបាច់មករៀន
ជំនាញនេះតែអាចរៀនតែត្រឹមវិស្វករអគ្គិសនីទៅក៏អាចធ្វើបានដែរព្រោះមិញខ្ញុំស្ដាប់មើលទៅវាដូចជាពាក់ព័ន្ធគ្នាអញ្ចឹងតែលោកគ្រូមានអីចែកម្លែកថាតើអាវិស្វកម្មជីវវិទ្យាវាខុសពីអាជីពផ្សេងៗនឹងទៀតហ្នឹងត្រង់ណាដែរលោកគ្រូចាដូចខ្ញុំបានបញ្ជាក់ពីខាងដើមមិញបាទថាវាជាជំនាញមួយដែលរួមបញ្ចូលគ្នាយើងមានតែជំនាញអគ្គិសនីដូចខ្ញុំរៀននៅសាលាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាខ្ញុំជាវិស្វករអគ្គិសនីដែរអូចាហើយដល់អញ្ចឹងខ្ញុំមានមូលដ្ឋានគ្រឹះខាងវិស្វករអគ្គិសនីខ្ញុំទៅរៀន Biomedical Engineering នេះងាយបាទហើយខ្ញុំមានមូលដ្ឋានគ្រឹះវិស្វករអគ្គិសនីខ្ញុំទៅរៀន Nuclear Physics and Application ហើយយកមកអនុវត្តនៅក្នុងវិស័យសុខាភិបាលជាពិសេសការព្យាបាលជំងឺមហារីកនេះក៏ងាយដែរដោយសារខ្ញុំមានមូលដ្ឋានគ្រឹះខាងហ្នឹងអញ្ចឹងវាប្លែកត្រង់ថាមានជំនាញអគ្គិសនីតែមួយមុខហើយឲ្យคล้ายខ្លួនទៅជាអ្នកជំនាញឧបករណ៍បែបខាងជីវវិទ្យាសាស្ត្រទៅអត់ទាន់បានទេប៉ុន្តែត្រូវពឹងផ្អែកវិស្វកម្មអគ្គិសនីនេះព្រោះវាជាស្ពានចម្លងទៅហើយត្រូវបូកជំនាញមួយទៀតដូចខ្ញុំបានបញ្ជាក់មិញនេះជាជំនាញ Medical Science អញ្ចឹងយើងត្រូវរៀនវិទ្យាសាស្ត្រវេជ្ជសាស្ត្រដែលនៅក្នុងនោះមានតាំងពី Anatomy Physiology និយាយអំពី internal organ មុខងាររបស់សរីរាង្គខាងក្នុងឧទាហរណ៍ខ្ញុំនិយាយទៅរឿងម៉ាស៊ីនភាសាប្រាំងថា ECG ភាសាអង់គ្លេសហៅ ECG ម៉ាស៊ីនវាស់ចង្វាក់បេះដូងអញ្ចឹងបើសិនជាអ្នកជំនាញឧបករណ៍បរិក្ខារជីវវិទ្យាសាស្ត្រអត់ស្គាល់អំពីមុខងារថាបេះដូងនោះវាធ្វើការយ៉ាងដូចម្ដេចផងឲ្យទៅធ្វើម៉េចឲ្យធានាថាម៉ាស៊ីនវាស់ចង្វាក់បេះដូងនោះវាមានដំណើរការជាប្រក្រតីអត់ស្គាល់តើសញ្ញាអគ្គិសនីចេញពីបេះដូងនោះយ៉ាងម៉េចផងពេលគួយ RST ពីពេជ្រមួយទៅពេជ្រមួយនឹងយ៉ាងដូចម្ដេចហើយគេគាត់ថាឃើញសញ្ញានេះគេដឹងថាអូមនុស្សនេះអ្នកនេះគាត់ដកដង្ហើមបេះដូងរបស់គាត់ច្បាច់ប្រមាណដងក្នុង1នាទីគាត់ថាសញ្ញាECG នេះយើងអាចដឹងនឹងក្នុងនាមជាអ្នកឧបករណ៍បរិក្ខារជីវវិទ្យាសាស្ត្របានឃើញសញ្ញាដឹងថាចង្វាក់បេះដូងនេះប្រក្តីឬមិនប្រក្តីគាត់ថាឲ្យទៅជាជំនាញដូចគ្រូពេទ្យឯកទេសបេះដូងអត់ទេប៉ុន្តែយើងដឹងថាឧបករណ៍របស់យើងនេះមានដំណើរការជាប្រក្តីឬមិនប្រក្តីអាស្រ័យដោយសារយើងបានរៀនជំនាញកុំបានចូលគ្នាពីរធំហ្នឹងអូចាអញ្ចឹងមានន័យថាគាត់អ្នកជំនាញវិស្វកម្មជីវវិទ្យាសាស្ត្រហ្នឹងគឺគាត់ប្រហែលជាមិនមែនជាគ្រូពេទ្យមិនមែនជាវិស្វករអគ្គិសនីអញ្ចឹងដូចសាមវែននៅកណ្ដាលមែនទេលោកគ្រូបាទនៅចន្លោះនឹងឯងអ្នកគ្រូនៅចន្លោះនឹងឯងព្រោះគ្រូពេទ្យរដ្ឋជាបាលអ្នកជំងឺដោយពឹងទៅលើមធ្យោបាយនៃការរករូបវិនិច្ឆ័យមធ្យោបាយព្យាបាលហើយរករូបវិនិច្ឆ័យត្រូវពឹងទៅលើឧបករណ៍ដើម្បីរករូបវិនិច្ឆ័យឧទាហរណ៍ខ្ញុំនិយាយទៅរឿងម៉ាស៊ីន ECG មិនទៅចោះបាទចាបាទតើចង្វាក់បេះដូងយ៉ាងដូចម្ដេចគ្រូពេទ្យគឺគាត់ពឹងស្ទេតូស្ដាប់ទៅលើបទពិសោធន៍របស់គាត់ប៉ុន្តែតើបេះដូងនោះដើរងាប់ឬដើរវើឬក៏យ៉ាងដូចម្ដេចមួយទៀតនោះអត់ច្បាស់ទេអញ្ចឹងត្រូវការម៉ាស៊ីន ECG ប៉ុន្តែវាមិនមែនមានតែម៉ាស៊ីន ECG ហ្នឹងខ្ញុំនិយាយទៅវាមានឧបករណ៍ដទៃទៀតដែលជាជំនួយក្នុងការរករូបវិនិច្ឆ័យឲ្យបានពិតប្រាកដបន្ទាប់ពីបានរកវិនិច្ឆ័យហើយបានគ្រូពេទ្យអាចព្យាបាលបានចឹងហើយបានត្រូវការពឹងឧបករណ៍ដើម្បីរករូបវិនិច្ឆ័យចាអញ្ចឹងយល់រួមទៅវានៅចន្លោះកណ្ដាលអញ្ចឹងខ្ញុំអ្នកស្ដាប់នេះហាក់ដូចជានៅមិនទាន់ច្បាស់លាស់មិនស៊ីសពិចសពិលបន្តិចថាតើក៏បំពេញឲ្យគ្នារបៀបម៉េចលោកគ្រូព្រោះពេលខ្លះទៅខ្ញុំគ្រាន់គិតទេណាសូមអភ័យទោសផងពេលខ្លះខ្ញុំគិតថាតើសំណួរនេះអាចជាស្ដាប់ទៅរៀងឆោតល្ងងបន្តិចលោកគ្រូខ្ញុំគិតថាបើសិនជាគ្រូពេទ្យគាត់ស្គាល់ឧបករណ៍ហ្នឹងហើយគាត់អ្នកប្រើទៀតអញ្ចឹងតើមានការចាំបាច់ទេគាត់ត្រូវការអ្នកជំនាញវិស្វកម្មជីវវិទ្យាសាស្ត្រនេះទៀតអីអញ្ចឹងណាលោកគ្រូយល់សំណួរខ្ញុំយល់ប្រកបដូចខ្ញុំបញ្ជាក់មិញយ៉ាងលោកគ្រូពេទ្យឯកទេសគាត់ប្រើឧបករណ៍ដើម្បីឈានទៅដល់ការរករូបវិនិច្ឆ័យហើយបន្តមកដល់ការព្យាបាលប៉ុន្តែនៅពេលឧបករណ៍មានបញ្ហាលោកគ្រូពេទ្យឯកទេសគាត់អត់អាចដោះស្រាយបានទេចានឹងគឺត្រូវពឹងអ្នកជំនាញឧបករណ៍បរិក្ខារជីវវិទ្យាសាស្ត្រដើម្បីដោះស្រាយបញ្ហាព្រោះអ្នកជំនាញឧបករណ៍បរិក្ខារជីវវិទ្យាសាស្ត្រគាត់ទទួលខុសត្រូវទៅលើការថែទាំមកការឧបករណ៍ការជួសជុលហើយនឹងការធ្វើការcalibrateដែលភាសាអង់គ្លេសហៅ calibrate មានន័យថានៅពេលថែទាំមកការធានាថាឧបករណ៍នោះមានដំណើរការប្រក្រតីដូចខ្ញុំនិយាយសាមញ្ញមិញថាបើវាស់សីតុណ្ហភាពដងខ្លួនយើងសីតុណ្ហភាព37អង្សាសេវាប្រកាសថា37ហើយបើឧបករណ៍នោះវាឲ្យលេខអំណាចផ្សេងមិនគ្រូពេទ្យវាយតម្លៃថាគាត់មានបញ្ហាក្តៅខ្លួនអីចឹងចាហើយតែអញ្ចឹងអ្នកបច្ចេកទេសឧបករណ៍បរិក្ខារជីវវិទ្យាសាស្ត្រត្រូវធានាថា37គឺ37អញ្ចឹងហើយបានខ្ញុំបញ្ជាក់មួយថា
តែគឺកាលីប្រេតถึงសេវាកម្មថែទាំបង្ការបើសិនជួសជុលផ្លាស់ប្ដូរដល់គ្រឿងបន្លាស់ចាំបាច់ទៅគឺកាលីប្រេតដើម្បីឲ្យប្រកបថា37អង្សាសេគឺ37អង្សាសេហើយនៅពេលដែលឧបករណ៍នឹងខូចអ្នកឧបករណ៍បរិក្ខារជីវៈអ្នកជំនាញនោះបាទត្រូវវាយតម្លៃក្នុងការជួសជុលថាវាខូចបាទអានឹងហើយដែលជាជំនាញមួយស៊ីជម្រៅថែមទៅទៀតបូករួមទាំងអគិសនីដែលខ្លួនមានបូករួមទាំងជំនាញជីវវិទ្យាសាស្ត្រដែលខ្លួនមានដើម្បីឈានទៅដល់ថាតើបញ្ហានឹងមកពីអីអញ្ចឹងអានេះវាទៅស៊ីជម្រៅទៀតចាអញ្ចឹងខ្ញុំសូមត្រឡប់ទៅសួររឿងការខន់ច្រឡំអីផ្សេងៗនឹងវិញអញ្ចឹងស្ដាប់មើលទៅវាដូចម្ដងគិតថាគាត់មិនមែនជាពេទ្យគាត់មិនមែនជាអ្នកជួសជុលទេអញ្ចឹងគាត់ទៅដឹងទាំងពីរប៉ុន្តែការលោកគ្រូអាចមានជាពាក្យអ្វីឥឡូវខ្ញុំខ្លួនខ្ញុំតោះដូចច្បាស់ហើយប៉ុន្តែខ្ញុំចង់ឲ្យលោកគ្រូមានពាក្យអ្វីសម្រាប់ទៅអ្នកស្ដាប់ឬក៏អ្នកដែលកំពុងតែតាមដានទស្សនានេះឬក៏បងប្អូននិស្សិតដែលគាត់កំពុងតែចង់មានចំណាប់អារម្មណ៍នេះគាត់យល់ថាតើជំនាញនេះនៅពេលដែលគេរៀនទៅកុំឲ្យគេឆ្ងល់ហ្នឹងរៀនធ្វើជាងអីចឹងណាលោកគ្រូចាអាពាក្យអត់គេហៅភាសាអង់គ្លេសហៅថា myth ជាពាក្យចាមរាដែលខុសអីចឹងណាលោកគ្រូអញ្ចឹងគាត់ថារៀនទៅចេញមកទៅធ្វើជាងម៉ាស៊ីនជាងអីអញ្ចឹងណាតែដែលយើងគិតថាអានេះវាមិនមែនអញ្ចឹងទេហើយវាមានសារៈសំខាន់លើសពីនឹងទៅទៀតនោះតែលោកគ្រូមានពាក្យអ្វីផ្ដាំផ្ញើឬក៏ជាការបកស្រាយមួយបែបវិទ្យាសាស្ត្រដើម្បីឲ្យកុំឲ្យមានការយល់ច្រឡំបែបនេះណាលោកគ្រូចាពាក្យហ្នឹងនិយាយទៅវាមានការលំបាកតិចនៅក្នុងថាយើងមិនអាចទៅហាមឃាត់ថាមិនឲ្យគេនិយាយថារៀនហើយខ្លាយខ្លួនទៅជាជាងខ្ញុំគាត់លើកឧទាហរណ៍សាមញ្ញមួយទេបាទនៃការខ្ញុំធ្លាប់បង្រៀនបងប្អូននិស្សិតជំនាញគេហៅថាជំនាញរូបភាពវិទ្យាសាស្ត្រតែកាលនោះយើងហៅថាអ្នកជំនាញវិទ្យាសាស្ត្រប៉ុន្តែពេលរៀនជំនាញនឹងហើយគេហៅថាជាងថតចាគេអត់ត្រូវការអីគាត់ហៅបាទនឹងហើយទៅថតបាទតែជាងថតតែអញ្ចឹងតាមពិតពួកគាត់ជាអ្នកជំនាញបច្ចេកទេសរូបភាពវិទ្យាសាស្ត្រឬក៏ជាអ្នកជំនាញបច្ចេកទេសវិទ្យាសាស្ត្រដោយខាងក្រុមការងារនេះដែរបន្ទាប់ពីរៀនជំនាញនឹងហើយជាទូទៅបើសិនជារៀនបញ្ញាបត្រតម្រូវរៀន4ឆ្នាំបាទគាត់ថាถึงបញ្ញាបត្ររមរៀន3ឆ្នាំដូចសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលបានពង្រៀនបងប្អូននិស្សិតចប់មួយចំនួនហើយមួយចំនួនហ្នឹងបាន5នាក់ហើយ5នាក់ហ្នឹងឥឡូវនេះគាត់កំពុងតែបន្តការសិក្សាតាំង5នាក់គិតមកដល់ថ្ងៃនេះគាត់ទៅដល់សាធារណរដ្ឋឆេករយៈពេល1ខែដើម្បីបន្តយកបញ្ញាបត្រអញ្ចឹងចេញមកយើងហៅគាត់ថាជាងតាមពិតមិនមែនទេបាទគេហៅថាជាអ្នកជំនាញឧបករណ៍បរិក្ខារជីវវិទ្យាសាស្ត្រព្រោះវាមានពាក្យថាជីវវិទ្យាសាស្ត្រនៅនឹងអញ្ចឹងមិនមែនជាជាងសាមញ្ញទេចាជួសជុលថែទាំមកការជួសជុលផ្លាស់ប្ដូរគ្រឿងបន្លាស់តម្រូវឲ្យធ្វើកាលីប្រេតដើម្បីធានាថាឧបករណ៍នោះដំណើរការជាប្រក្រតីខ្ញុំនិយាយអំពី ventilator បន្ទាប់ពីយកទៅជួសជុលហើយលោកគ្រូគាត់សិត tidal volume ជាពាក្យបច្ចេកទេស tidal volume ហើយបើសិនជា tidal volume នឹងដាក់ទៅមិនត្រូវទៅតាមគ្រូពេទ្យ set up វាស្ទើរវាមិនសូវអីគ្រាន់ថាអ្នកជំងឺនឹងអាចអត់សូវស្រួលប៉ុន្តែបើសិនជាលើកបែកសួតអ្នកជំងឺអញ្ចឹងមិនមែនជាការព្យាបាលទេវាទៅជាសម្លាប់អ្នកជំងឺវិញអញ្ចឹងហើយបានអ្នកបច្ចេកទេសឧបករណ៍បរិក្ខារជីវវិទ្យាសាស្ត្រត្រូវធានាថាម៉ាស៊ីននឹងវាមានដំណើរការជាប្រក្រតីបន្ទាប់ពីសេវាកម្មថែទាំបង្ការជួសជុលផ្លាស់ប្ដូរគ្រឿងបន្លាស់ចាសំខាន់គាត់គឺធានាថាវាដើរបាទធានាថាវាដើរអញ្ចឹងបើជាងសាមញ្ញអត់ទេជួសជុលហើយគាត់ដើរប៉ុន្តែដើរត្រូវអត់មានអីយកមកបញ្ជាក់ថាត្រូវអានេះដែលវាលើសកម្រិតជាងហ្នឹងតែយើងហៅថាជាអ្នកជំនាញចាពាក់ព័ន្ធvớiអាយុជីវិតរបស់មនុស្សទៀតលោកគ្រូចាចាអរគុណច្រើនលោកគ្រូចាអញ្ចឹងលោកគ្រូបានមានប្រសាសន៍ឡើងក្បោះក្បាយមែនតើហើយអំពីថាតើវិជ្ជាជីវៈមួយនេះវាសំខាន់យ៉ាងម៉េចរាប់តាំងពីកម្ពស់រហូតដល់យើងចាស់ទៅចាហើយរហូតដល់ប្រាប់ទៀតថាវាមិនដូចវិជ្ជាជីវៈផ្សេងទេមិនដូចវិស្វករអគ្គិសនីទេមិនដូចជាងធម្មតាទេចាអញ្ចឹងបើសិនជាមានអ្នកចាប់អារម្មណ៍ចង់ចូលរៀនចង់ចាប់ចូលជំនាញនេះតើពួកគាត់ត្រូវធ្វើមិនអញ្ចឹងសម្រួលនេះខ្ញុំសូមបង្វែរទៅអ្នកគ្រូគុតគមួយវិញចាក្នុងនាមអ្នកគ្រូជាមន្ត្រីរបស់បុគ្គលិករបស់សាកលវិទ្យាល័យហើយជាគ្រូរៀនពេញម៉ោងទៀតតើអ្នកគ្រូមានជាយោបល់ឬក៏មានជាគំនិតអីទេថាតើនេះពួកខ្ញុំចង់រៀនពួកខ្ញុំត្រូវធ្វើទៅចាអរគុណច្រើនសម្រាប់សំណួរអ្នកគ្រូអញ្ចឹងចំពោះបងប្អូននិស្សិតដែលគាត់ចាប់អារម្មណ៍ចង់ចូលរៀននៅវិជ្ជាជីវវិទ្យាសាស្ត្រនេះ
គឺសូមបញ្ជាក់ផងដែរថាកម្រិតឥឡូវនៅយើងហ្នឹងគឺយើងមានកម្រិតថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវិទ្យាសាស្ត្រដែលកម្មវិធីសិក្សាហ្នឹងគឺជាកម្មវិធីសិក្សាថ្នាក់ជាតិហើយកម្មវិធីសិក្សានេះផងដែរគឺជាការសហការរវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនិងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាអញ្ចឹងដូចលោកគ្រូបានជម្រាបពីដើមខាងលើហើយថាវិជ្ជាជីវៈមួយនេះគឺមានការរួមបញ្ចូលផ្នែកវិស្វកម្មហើយនិងផ្នែកវិទ្យាសាស្ត្រអញ្ចឹងខាងផ្នែកវិស្វកម្មគឺយើងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឯផ្នែកខាងវិទ្យាសាស្ត្រនេះគឺយើងសិក្សានៅខាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលហើយចំពោះបងប្អូនដែលគាត់មានចំណាប់អារម្មណ៍ចង់ចូលរៀនគឺគាត់គួរតែមានមូលដ្ឋានគ្រឹះខាងវិទ្យាសាស្ត្រពិតដែលមានដូចជាគណិតវិទ្យារូបវិទ្យាជីវវិទ្យាហើយនិងគីមីវិទ្យាហើយចំពោះអ្នកដែលគាត់មានចំណាប់អារម្មណ៍ចង់ចូលរៀនហ្នឹងគឺគាត់គួរតែមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬមួយក៏សញ្ញាបត្រដែលមានតម្លៃស្មើហើយបន្ទាប់មកចំពោះការជ្រើសរើសវិញគឺយើងយោងទៅតាមគោលការណ៍របស់សាកលវិទ្យាល័យដែលអនុញ្ញាតដោយក្រសួងសុខាភិបាលចា៎អរគុណអ្នកគ្រូចាអញ្ចឹងប្រហែលជាបងប្អូនស្ដាប់បានដឹងណាអ្នកដែលចាប់អារម្មណ៍ថាយើងមានការបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យជាសាស្ត្រសុខាភិបាលយើងជាមួយជំនាញនេះហើយជាមួយនឹងកម្រិតថ្នាក់បរិញ្ញាបត្ររងអ្នកគ្រូចាបរិញ្ញាបត្ររងវិស្វកម្មជីវវិទ្យាសាស្ត្រចាអញ្ចឹងតើគាត់បណ្ដាំផ្ញើរបស់អ្នកគ្រូបើសិនជាគាត់ចង់ត្រៀមខ្លួនចង់ចូលប្រឡងឬក៏ចង់ចូលរៀនខ្ញុំមិនដឹងថាការជ្រើសរើសយ៉ាងម៉េចទៅឡើយព្រោះអ្នកគ្រូមិនទាន់បានបញ្ជាក់ច្បាស់លាស់ប៉ុន្តែចង់សុំថាបើសិនជាគាត់ចង់ត្រៀមខ្លួនគាត់ត្រូវត្រៀមខ្លួនយ៉ាងម៉េចខ្លះហើយបើគាត់ចង់ដឹងព័ត៌មានជាក់លាក់ថាគាត់ត្រូវទៅរកនៅណាអញ្ចឹងអ្នកគ្រូចាអរគុណអ្នកគ្រូអញ្ចឹងចំពោះអ្នកដែលគាត់មានចំណាប់អារម្មណ៍ហើយពិតជាចង់ចូលរៀនអញ្ចឹងដោយដែលបានជម្រាបពីខាងដើមអញ្ចឹងគឺនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលរបស់យើងហ្នឹងគឺមានថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវិទ្យាសាស្ត្រអញ្ចឹងជាការពិតណាស់នៅឆ្នាំសិក្សាថ្មីនេះគឺនឹងមានអញ្ចឹងសូមបងប្អូនឬមួយក៏មាតាបិតារបស់និស្សិតហ្នឹងដែលគាត់មានចង់ឲ្យកូនរបស់គាត់ចូលរៀនហើយជាពិសេសគឺបងប្អូនសិក្សានិស្សិតឬមួយក៏បងប្អូននិស្សិតដែលគាត់ចង់ចូលរៀនហ្នឹងសូមមេត្តារងចាំក៏ដូចជាអាចតាមដាននៅគេហទំព័រប្រព័ន្ធផ្សព្វផ្សាយរបស់សវសយើងក៏ដូចជាអាចស្វែងរកព័ត៌មានបន្ថែមនៅតាមរយៈTelegram ឬមួយក៏ website របស់ពួកយើងផ្ទាល់តែម្ដងចា៎ប្រហែលជាមានការចំណេញឆាប់ៗហើយមែនទេចាអរគុណច្រើនអញ្ចឹងខ្ញុំសូមអនុញ្ញាតមើល comment ឬក៏មានសំណួរមួយចានៅពេលដែលរងចាំសំណួររបស់ប្រិយមិត្តបើសិនជាមានសំណួរសូមអនុញ្ញាតសួរនៅក្នុង comment ពួកយើងនៅព្យាយាមឆ្លើយនៅពេលនេះចាបើអត់ឆ្លើយសួរអត់តាន់ទេពួកយើងនៅតែលើកទឹកចិត្តឲ្យមានជា comment សំណួរអញ្ចឹងដើម្បីយើងអាចព្យាយាមឆ្លើយនៅក្នុង comment ដូចគ្នាចាអញ្ចឹងខ្ញុំសូមត្រឡប់ទៅលោកគ្រូវិញក្នុងពេលរងចាំនេះបើសិនជាលោកគ្រូមានជាបណ្ដាំផ្ញើឬក៏ពាក្យពេចន៍អ្វីបណ្ដាំផ្ញើទៅដល់បងប្អូននិស្សិតដែលគាត់មានចំណាប់អារម្មណ៍ជាមួយនឹងវិជ្ជាជីវៈមួយនេះហើយគាត់ចង់ចូលរៀនវិជ្ជាជីវៈនេះតើលោកគ្រូមានបណ្ដាំផ្ញើទេជាមួយតាក់ទងជាមួយនឹងទីផ្សារការងារព្រោះលោកគ្រូបច្ចុប្បន្នប្រកបអាជីពនឹងស្រាប់ហើយអញ្ចឹងលោកគ្រូអាចជាចំណាប់អារម្មណ៍ទូទៅហើយនឹងជាបណ្ដាំផ្ញើពាក់ព័ន្ធជាមួយនឹងទីផ្សារការងារផងជាមួយនឹងឱកាសការងារផ្សេងៗទាំងអស់អញ្ចឹងលោកគ្រូតើគាត់បានប្រយោជន៍អីដើម្បីគាត់រៀនទៅអញ្ចឹងណាលោកគ្រូចាអញ្ចឹងសូមលោកគ្រូជួយចែកម្លែងបន្តិចចាបាទអរគុណច្រើនអ្នកគ្រូខ្ញុំសូមបន្ថែមបន្តិចពីលើអ្នកគ្រូគំហួយដែលបានបញ្ជាក់ថានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលមានបើកវគ្គរៀនតែម្ដងមិនមែនជាការបណ្ដុះបណ្ដាលទេយកបញ្ញាបត្ររងរយៈពេល3ឆ្នាំហើយរៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលផងរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដោយសារជំនាញមួយពីរដូចខ្ញុំបានបញ្ជាក់ចូលពីមិញហ្នឹងថាកំបានចូលគ្នាមិនត្រឹមតែถึงបញ្ញាបត្ររងទេបងប្អូនត្រូវទៅបន្តទៅមុខទៀតគឺទៅបញ្ញាបត្រហើយក៏ទៅដល់បញ្ញាបត្រជាន់ខ្ពស់បូករួមទាំងទៅដល់ PhD បើសិនជាចង់ទៅដល់ការស្រាវជ្រាវឬគឺចង់ទៅដល់ការធ្វើនវានុវត្តន៍បង្កើតឧបករណ៍ទោះទាំងអស់គ្នាដឹងហើយប្រទេសយើងជាប្រទេស
ប្រាប្រាមានន័យថាបច្ចុប្បន្នភាពយើងអត់ទាន់ផលិតទេបានទេដូចខ្ញុំបរិយាយមិញម៉ាស៊ីន ECG ventilator MRI CT scanner X-ray ស្អីនេះសិតតែជាម៉ាស៊ីនដែលបម្រើឲ្យការរករូបវិនិច្ឆ័យផងការព្យាបាលផងអញ្ចឹងបើនិយាយយកពីឧបករណ៍គឺចែកជាចំណាត់ថ្នាក់ 3-4 ចំណាត់ថ្នាក់តាម WHO ហៅថា patient care life support medical imaging ហើយនិង miscellaneous miscellaneous ហ្នឹងមានតាំងពី steam sterilizer ដែលជាឧបករណ៍មួយបម្រើឲ្យការវះកាត់ព្រោះនៅពេលដែលលោកគ្រូពេទ្យវះកាត់លោកគ្រូគាត់ត្រូវការប្រើសម្ភារៈវះកាត់អញ្ចឹងសម្ភារៈវះកាត់ហ្នឹងត្រូវតែសម្រាប់មេរោគតែអញ្ចឹងបានខ្ញុំបរិយាយមកថាមិនត្រឹមតែបរិញ្ញាបត្ររោគទេឲ្យទៅដល់ PhD ហើយមុខវិជ្ជានេះរៀនទៅយើងអាចធ្វើការបានច្រើនកន្លែងជាពិសេសគឺនៅក្នុងមន្ទីរពេទ្យតែម្ដងជាអ្នកជំនាញថែទាំឧបករណ៍បរិក្ខារជីវវិទ្យាសាស្ត្រជួសជុលហើយនឹងធ្វើការប្រតិបត្តិធានាឲ្យឧបករណ៍ដំណើរការជាប្រក្រតីដើម្បីជួយគ្រប់គ្រងទៅដល់គ្រូពេទ្យវិទ្យានុបដ្ឋានវិទ្យានុបដ្ឋានការបូករួមអ្នកជំនាញសុខាភិបាលថែមទៀតផងដែលត្រូវការប្រើឧបករណ៍ហើយក៏អាចទៅធ្វើការនៅក្រុមហ៊ុនចែកចាយឬក៏ក្រុមហ៊ុនផលិតឧបករណ៍បរិក្ខារជីវវិទ្យាសាស្ត្រហើយបូករួមទាំងការស្រាវជ្រាវអាចធ្វើការស្រាវជ្រាវដូចខ្ញុំនិយាយមិញហ្នឹងតែណាយើងរៀនដល់ស៊ីជម្រៅស្រាវជ្រាវឈានទៅដល់ការផលិតឧបករណ៍ដើម្បីកាត់បន្ថយការទិញផងព្រោះឧបករណ៍បរិក្ខារជីវវិទ្យាសាស្ត្រថ្លៃឲ្យតែឧបករណ៍ដើម្បីជួយដល់មនុស្សយើងស្អីក៏ថ្លៃចឹងហើយបើសិនជាយើងឈានទៅដល់កម្រិតនោះយើងខ្ញុំអាចនិយាយបានថាយើងឯករាជ្យមិនសូវពឹងពារកន្លែងនេះយើងពឹងពារច្រើនពេលខ្លះយើងមានលុយហើយយើងទិញអត់បានគេអត់លក់ឲ្យយើងទេដោយសារអីទៅលោកគ្រូដោយសារអ្នកជំនាញយើងមិនទាន់យ៉ាងម៉េចលោកគ្រូខ្ញុំអត់ចង់ទៅស៊ីជម្រៅអីទេបាទវាជាប់ពាក់ព័ន្ធទៅនឹងតំណែងប៉ុន្តែពេលខ្លះគេអត់ចង់ឲ្យយើងរីកចម្រើនខ្ញុំនិយាយចឹងចាមិនចង់យើងរីកចម្រើនខ្ញុំគ្រាន់តែនិយាយមួយដូចនៅក្នុងការព្យាបាលរបស់យើងសូម្បីតែនិយាយអំពី radio isotope ម្ដងមកនេះក៏យើងមានការលំបាកក្នុងការនាំចូលចាអញ្ចឹងមានន័យថាយើងនៅត្រូវការអ្នកដែលជាទំពាំងរាល់ថ្ងៃចាបើសិនជាមានចំណាប់អារម្មណ៍ថាជាជីវៈនេះជាអីជួយអីខ្លះហើយបើសិនជាស្ដាប់ថ្ងៃនេះហើយនៅមានសំណួរបន្តទៀតសូមសួរហើយបន្តសួរហើយយើងមាននៅក្នុង channel Telegram របស់សកសក៏ដូចជានៅក្នុងក្រុម Telegram ដែលមានអ្នកជំនាញចាំឆ្លើយតែម្ដងចាអញ្ចឹងអាចឆ្លើយលម្អិតសម្រាប់សំណួរមួយចំនួនដែលអត់បានសួរឆ្លើយនៅពេលនេះឬក៏ការសន្ទនានៅថ្ងៃនេះអត់បានឆ្លើយនៅសំណួររបស់អ្នកទស្សនាចាអញ្ចឹងសូមបន្តសួរទៀតអញ្ចឹងយើងនៅសល់ពេលបន្តិចទៀតដែរអញ្ចឹងខ្ញុំសូមអនុញ្ញាតសូមយោបល់ចុងក្រោយរបស់លោកគ្រូជីវវិក្មិនទាំងពីរនាក់ក្នុងការបដិញ្ញាដល់និស្សិតផ្សេងៗថាតើជំនាញនេះពិតជាមានសារៈសំខាន់កម្រិតណាសម្រាប់ប្រទេសកម្ពុជាយើងអញ្ចឹងជាបដិញ្ញាខ្លីចុងក្រោយហើយខ្លឹមចុងក្រោយលោកគ្រូចាថាវាពិតជាសំខាន់មែនយើងពិតជាត្រូវការអ្នកដែលមកចូលរួមជួយមកកែសមត្ថភាពខ្លួនឯងក្នុងជំនាញនេះពិតប្រាកដមែនអញ្ចឹងណាលោកគ្រូចាសូមខ្លីបន្តិចទៀតលោកគ្រូចាសូមពីលោកគ្រូមុនចាបាទនិយាយទៅគ្រប់ជំនាញទាំងអស់ជំនាញណាក៏សំខាន់ចាបាទមិនយើងមិននិយាយថាជំនាញឧបករណ៍បរិក្ខារជីវវិទ្យាសាស្ត្រហ្នឹងជាជំនាញដែលសំខាន់ជាងគេទេគ្រាន់ថាវាជាជំនាញមួយសំខាន់ក្នុងចំណោមជំនាញសំខាន់ដទៃទៀតដូចខ្ញុំបញ្ជាក់ខាងដើមយ៉ាងលោកគ្រូពេទ្យព្យាបាលបើសិនជាឧបករណ៍នឹងដំណើរការមិនប្រក្រតីព្យាបាលមិនកើតទេព្យាបាលកើតទេអញ្ចឹងត្រូវការសហការគ្នាបាទលោកគ្រូពេទ្យព្យាបាលអ្នកជំងឺអ្នកជំនាញឧបករណ៍បរិក្ខារជីវវិទ្យាសាស្ត្រព្យាបាលឧបករណ៍និយាយឲ្យស្អាតបាទចាហើយបើសិនជាយើងមានធនធានមនុស្សខាងនេះច្រើនហើយរៀនឲ្យបានទៅដល់ស៊ីជម្រៅហើយយើងអាចបង្កើតបានហៅថានវានុវត្តន៍នោះអញ្ចឹងយើងកាត់បន្ថយការបញ្ជាទិញឧបករណ៍បរិក្ខារជីវវិទ្យាសាស្ត្រពីខាងក្រៅខំប្រឹងទាំងអស់គ្នាបានដើម្បីជាតិយើងចាគឺអ្នកគ្រូមានអីចុងក្រោយទេចាអញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកចូលរួមស្ដាប់នៅក្នុង live ក៏ដូចជាអ្នកដែលមានចំណាប់អារម្មណ៍ទៅលើវិជ្ជាជីវៈវិទ្យាសាស្ត្រនេះហើយខ្ញុំសង្ឃឹមថាការចែករំលែកនៅក្នុងវេទិកាមួយនេះនឹងផ្ដល់ជូនដល់អ្នកទស្សនាឲ្យបានជ្រាបថា
វិជ្ជាជីវៈមួយនេះពិតជាវិជ្ជាជីវៈដ៏មានសារៈសំខាន់មួយនៅក្នុងវិស័យសុខាភិបាលដោយដែលលោកគ្រូបានរៀបរាប់តាំងពីខាងលើមកថាពិតជាមានសារៈសំខាន់ក្នុងការចូលរួមព្យាបាលឬមួយក៏តាមដានឬមួយក៏រកវិនិច្ឆ័យជាដើមតាំងពីវ័យនៅកូនក្មេងរហូតទៅដល់មនុស្សចាស់តែម្ដងអញ្ចឹងឃើញថាពិតជាមានសារៈសំខាន់មែនតើសម្រាប់វិជ្ជាជីវៈមួយនេះអញ្ចឹងចំពោះបងប្អូនសិស្សានុសិស្សឬមួយក៏បងប្អូននិស្សិតដែលគាត់ចូលចិត្តនៅផ្នែកវិស្វកម្មឬមួយនឹងផ្នែកជីវវិទ្យាសាស្ត្រនេះតែម្ដងខ្ញុំលើកទឹកចិត្តឲ្យពិចារណាក៏ដូចជាចូលឈ្មោះចូលរៀននៅថ្នាក់បរិញ្ញាបត្ររងជីវវិស្វកម្មជីវវិទ្យាសាស្ត្រនេះនៅសវសរបស់យើងតែម្ដងអញ្ចឹងបើសិនបើមានចង្អុលអីផ្សេងអាចស្វែងរកព័ត៌មានបន្ថែមនៅតាម Telegram របស់ពួកយើងឬមួយក៏គេហទំព័រនៅក្នុងប្រព័ន្ធផ្សព្វផ្សាយផ្សេងចា៎សូមអរគុណអរគុណច្រើនចាសូមអរគុណច្រើនដោយសារយើងក៏ដល់ពេលវេលាហើយដែរចាអញ្ចឹងជាចុងក្រោយនាងខ្ញុំសូមប្រថ្លែងអំណរគុណអាយដាមលោកជំទាវលោកស្រីឬប្រិយមិត្តទាំងអស់ដែលបានតាមដានស្ដាប់ជាមួយពួកយើងតាំងពីដើមដល់ចប់នេះហើយក៏ថ្លែងអំណរគុណដល់លោកឆាំសាបុរីដែលបានចំណាយពេលវេលាដ៏មានតម្លៃលោកក៏មានយ៉ាងមែនតែនចាហើយលោកខំចំណាយពេលវេលាចូលរួមជាមួយពួកយើងផ្ដល់ជាអនុសាសន៍នៅនឹងមតិយោបល់ក៏ដូចជាបោះដោះស្រាយនៅចំណោទផ្សេងពាក់ព័ន្ធជាមួយនឹងអាជីពជាអ្នកវិស្វកម្មជីវវិទ្យាសាស្ត្រនេះចាហើយក៏អរគុណទៅដល់អ្នកគ្រូហ៊ុតកំហួយដែលអ្នកគ្រូបានចូលរួមផ្ដល់ជាគំនិតយោបល់ថាតើគួរធ្វើអ្វីដើម្បីអាចចូលសិក្សានៅជាមួយនេះបានចាចឹងអរគុណច្រើនទាំងអស់គ្នាហើយយើងនឹងជួបគ្នានៅវគ្គបន្តទៀតពីព្រោះនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនឹងរៀបចំជាកម្មវិធីជជែកនេះដើម្បីស្វែងយល់ពីអាជីពផ្សេងទៀតហើយយើងនៅមានវគ្គក្រោយទៀតដែលបាន schedule ហើយបានផុសបានដាក់ផ្សព្វផ្សាយនៅក្នុង page របស់សវសហើយសូមតាមដានទាំងអស់គ្នាចាសូមអរគុណចា